លើកក្នុងឱកាសដាច់ឆ្នាំចាស់ចូលឆ្នាំថ្មីឆ្នាំសកលលោក Zelensky មានសារនយោបាយផ្ដាំផ្ញើទៅជនរួមជាតិនិងពិភពលោកថ្លែងថាអ៊ុយក្រែនចង់បញ្ចប់សង្គ្រាមប៉ុន្តែជាការបញ្ចប់ដែលមិនធ្វើឲ្យខាតបង់ផលប្រយោជន៍ខ្លួនឯងនោះទេម្យ៉ាងទៀតលោកនឹងមិនចុះហត្ថលេខាជាដាច់ខាតលើកិច្ចព្រមព្រៀងដែលមានភាពកំសោយនិងធ្វើឲ្យសង្គ្រាមអូសបន្លាយកាន់តែយូរលោកថ្លែងដូចនេះនៅក្នុងខ្សែវីដេអូថតទុកជាមុននិងចាក់ផ្សាយមុនពេលពាក់កណ្ដាលអធ្រាត្របន្តិចអង្គុយនៅក្នុងខុទ្ទការិយាល័យរបស់លោកដោយមានដើមឈើអបអរសាទរឆ្នាំថ្មីនៅពីក្រោយខ្នងផងនោះលោក Zelensky ថាអ៊ុយក្រែនហត់នឿយនឹងសង្គ្រាមដែលអូសបន្លាយពេលជិត4ឆ្នាំពលគឺមានរយៈពេលយូរជាងកងទ័ពអាល្លឺម៉ង់ត្រួតត្រាអ៊ុយក្រែនកាលពីអំឡុងសង្គ្រាមលោកលើកទី2ទៅទៀតប៉ុន្តែលោកសូមបញ្ជាក់ឡើងវិញថាទោះជាបែបនេះក្តីអ៊ុយក្រែននឹងមិនទម្លាក់អាវុធចុះចាញ់ជាដាច់ខាតលោកបានដាក់ជាសំណួរនឹងឆ្លើយដោយខ្លួនឯងថាតើអ៊ុយក្រែនចង់បានអ្វីសន្តិភាពឬពិតជាត្រឹមត្រូវទោះជាក្នុងតម្លៃណាក៏ដោយតើមែនឬទេអត់ទេយើងចង់បញ្ចប់សង្គ្រាមប៉ុន្តែមិនមែនជាការបញ្ចប់សង្គ្រាមដែលធ្វើឲ្យអ៊ុយក្រែនដើរដល់ទីបញ្ចប់ដែរនោះឡើយលោកថ្លែងបន្តទៀតថាតើយើងហត់នឿយនឹងសង្គ្រាមដែរឬទេហត់វិញណាមានន័យថាយើងត្រៀមខ្លួនចុះចាញ់ឬយ៉ាងណាអ្នកណាក៏ដោយដែលគិតបែបនេះមានន័យថាពួកគេកំពុងតែយល់ច្រឡំធំណាស់សូមរំលឹកថាកាលពីថ្ងៃអង្គារលោក Zelensky ថ្លែងថាទីក្រុងគៀវនិង Washington បានពិភាក្សាអំពីលទ្ធភាពនៃការបញ្ជូនកងទ័ពអាមេរិកទៅឈរជើងនៅអ៊ុយក្រែនក្រោយពេលចប់សង្គ្រាមដោយចាត់ទុកថានេះជាផ្នែកមួយនៃការធានាសន្តិសុខសម្រាប់អ៊ុយក្រែនលោកថាភាគីទាំងពីរក៏បានលើកឡើងអំពីករណីដែលរុស្ស៊ីចោទប្រកាន់ថាអ៊ុយក្រែនបញ្ជូនដ្រូនទៅវាយប្រហារគេហដ្ឋានរបស់លោកពូទីនអ៊ុយក្រែនចាត់ទុកថានោះជាការប្រឌិតព័ត៌មានមេដឹកនាំអ៊ុយក្រែនរូបនេះថ្លែងបន្តទៀតថាការធ្វើនយោបាយការទូតជាច្រើនសប្តាហ៍កន្លងទៅនេះរួមទាំងការជជែកគ្នាជាមួយនឹងលោក Donald Trump នៅរដ្ឋ Florida កាលពីចុងសប្តាហ៍មុនផងដែរនោះអាចសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពមួយភាគច្រើនលោកថាភាគីទាំងពីរព្រមព្រៀងគ្នា 90% និងនៅសល់ 10% ប៉ុណ្ណោះប៉ុន្តែ 10% នោះជាចំណុចសំខាន់10% នោះជាការកំណត់ជោគវាសនានៃសន្តិភាពជោគវាសនារបស់អ៊ុយក្រែននិងអឺរ៉ុបនិងជីវិតរស់នៅរបស់ប្រជាជននេះបើយោងតាមការផ្សាយរបស់ Reuters និងប្រភពដទៃទៀត